បាទជំរាបសួរបងប្អូនខ្មែរយើងទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃបាទថ្ងៃនេះគឺបងប្អូនយើងមកដាក់ពាក្យមានចំនួនច្រើនជាងម្សិលមិញហើយយើងនឹងជួយសម្រួលទាំងអស់បាទយើងនឹងជួយសម្រួលទាំងអស់សម្រាប់បងប្អូនយើងមកដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរខ្ញុំចង់បញ្ជាក់ជូនចេះខ្ញុំចង់ឲ្យបងប្អូនយើងអាចមកចន្លោះម៉ោង2ឬក៏ម៉ោង3រសៀលគឺអត់សូវមានមនុស្សទេបើមិនជាបងប្អូនយើងមកពេលព្រឹកនេះប្រហែលជាស្ទះខ្លាំងមែនតើអញ្ចឹងខ្ញុំសំណូមពរបងប្អូនយើងថាអាចអញ្ជើញមកដាក់ពាក្យពេលរសៀលទៅល្អហើយបើសិនជាបងប្អូនយើងមកពេលព្រឹករងចាំយូរហើយខ្ញុំចង់បញ្ជាក់ជូនថាអ្នកដែលមកដាក់ពាក្យគឺសម្រាប់បងប្អូនយើងដែលដាច់វីសាថ្ងៃទី13កុម្ភៈឆ្នាំ2025ហើយពួកគាត់កំពុងដំណើរការអញ្ចឹងសូមកុំឲ្យមានការយល់ច្រឡំថាពួកគាត់ទាំងអស់ហ្នឹងគឺមានបញ្ហាឬក៏មកពីបញ្ហាអីផ្សេងៗកើតឡើងណាបាទអញ្ចឹងចង់ជំរាបជូនបងប្អូនយើងទាំងអស់កុំឲ្យមានការយល់ច្រឡំបាទសូមអរគុណ